និទានរឿងខ្មែរសូមជូនរឿងធ្វើផ្ទះលើផ្លូវខ្មោចសូមចុចទៅលើពាក្យ Subscribe រួចចុចទៅលើរូបសញ្ញាកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗសូមអរគុណចាស់តែងតែផ្ដាំកូនចៅតគ្នាថាបើសិនជាទិញដីនៅភូមិផ្សេងត្រូវស្គាល់ប្រវត្តិដីនោះឲ្យច្បាស់លាស់ឬក៏សួរចាស់ដែលមានអាយុច្រើននៅក្នុងភូមិនោះនៅព្រឹកមួយនាយឆាតបានជិះឡានជាមួយនឹងប្រពន្ធនិងកូនចេញពីស្រុកកំណើតដើម្បីស្វែងរកដីសម្រាប់សាងសង់ផ្ទះនៅច្រកចូលភូមិតូចមួយមានផ្លាកដាក់លក់ដីបន្ទាន់គាត់ក៏សម្រេចចិត្តតាក់ទងទៅម្ចាស់ផ្ទះហើយទិញដីនោះដោយគ្មានការស្ទាក់ស្ទើរតំបន់នោះរៀងស្ងាត់បន្តិចហើយនៅដាច់ស្រយាលមានតែផ្លូវតូចនិងព្រៃដាច់នៅជាប់នោះណែអូនសម្លាញ់ដីនេះស្អាតណាស់បងគិតថានឹងសង់ផ្ទះនៅលើដីនេះហើយតែទីនេះស្ងាត់ខ្លាំងណាស់បងតើមានសុវត្ថិភាពទេមិនអីទេបងចង់បានភាពស្ងប់ស្ងាត់តាបឿជាមេភូមិនៅភូមិនេះពេលដែលគាត់ដឹងថាមានអ្នកចម្ងាយមកទិញដីនោះហើយមានបំណងចង់សាងសង់ផ្ទះគាត់ក៏បានមកប្រាប់ឆាតអំពីប្រវត្តិដីនោះណែក្មួយដីកន្លែងនេះមិនធម្មតាទេក្មួយមិនអាចសាងសង់ផ្ទះនៅលើដីនេះទេមានអ្នកមុនមករស់នៅទីនេះប៉ុន្តែគ្រប់គ្នារស់នៅមិនបានទេមានអ្នកខ្លះឈឺអ្នកខ្លះស្លាប់ក្មួយអត់បារម្ភទេខ្ញុំជឿលើខ្លួនឯងពូប្រាប់ដោយក្តីល្អទេបោះក្មួយមិនស្ដាប់ពូក៏មិនដឹងធ្វើដូចនេះដែរពេលនោះឆាតមិនបានស្ដាប់ការរៀបរាប់របស់ពូបឿទេតែគិតថាជារឿងនិទានមិនជឿនឹងអ្វីដែលពូបឿនិយាយតាវាខ្ញុំឮថាមានអ្នកស្រុកផ្សេងគេមកទិញដីនៅក្នុងភូមិនោះហើយមានគម្រោងចង់សង់ផ្ទះនោះទៀតមែនហើយយាយវាខ្ញុំទើបតែដឹងព្រឹកមិញដែរនឹងហើយចុះតាឯងដឹងរឿងនឹងពីណាដែរមិនមានស្រីក្មេងមកប្រាប់មែនថាខ្ញុំទៅផ្សារព្រឹកមិញនេះហើយអ្នកផ្សារគេប្រាប់ខ្ញុំមានស្រីក្មេងមកពីណាមកប្រាប់ខ្ញុំគឺតាបឿមេភូមិព្រឹកមិញនេះគាត់មកលេងផ្ទះយើងហើយក៏ប្រាប់យើងអំពីរឿងនោះតោះយើងនាំគ្នាទៅប្រាប់ពួកគាត់បន្តិចទៅអំពីរឿងនោះពីព្រោះពួកយើងជាចាស់ទុំនៅក្នុងភូមិនេះហើយក៏ដឹងប្រវត្តិអំពីដីនោះទៀតកុំឲ្យថាចាស់មិនបានប្រាប់ក្មេងយីជោនិងតារុនក៏ដើរតម្រង់ទៅដីនោះពេលគាត់ទៅដល់គាត់បានរៀបរាប់អំពីប្រវត្តិដីនោះដល់ក្រុមគ្រួសាររបស់ឆើតចៅអើយចៅយើងនៅទីនេះយូរហើយដីនេះមានប្រវត្តិមិនល្អទេដីនេះចាស់ជំនាន់មុនគាត់ប្រាប់ថាជាដីដែលខ្មោចធ្វើដំណើរឬគេហៅថាដីផ្លូវខ្មោចហើយអ្នកមុនសង់ផ្ទះលើដីនេះតែងតែមានរឿងអាក្រក់ជាច្រើនទៅដល់គ្រួសាររបស់គេមិនហើយចៅមានមនុស្សឈឺនិងស្លាប់ទៀតផងបងសម្លាញ់យើងគួរតែស្ដាប់តានឹងនិយាយទៅពីព្រោះពួកគាត់ជាចាស់ទុំនៅក្នុងភូមិនេះមិនអីទេអូនសម័យនេះហើយវាគ្មានខ្មោចអីទេប្រហែលជាដីនេះជាប្រភេទដីល្អហើយទិញមិនតាន់យើងបានចេះតែបង្កើតពាក្យចចាមអារាមបែបនេះបាទលោកតាលោកយាយខ្ញុំអរគុណច្រើនហើយដែលបានផ្ដល់ដំណឹងជូនក្រុមគ្រួសាររបស់ខ្ញុំប៉ុន្តែគ្រួសាររបស់ខ្ញុំមិនជឿលើរឿងខ្មោចទេ7ថ្ងៃក្រោយមកការសាងសង់ក៏បានចាប់ផ្ដើមអូនត្រនេះជាផ្លូវរបស់ពួកយើងដែរចូលអូនកុំសាងសង់ផ្ទះនៅកន្លែងនេះអីឆើតក៏ភ្ញាក់ពីដំណេកភ្លើតហើយថ្ងាសរបស់ឆើតបែកញើសជូកបងសុបានឃើញអ្វីបាទអូនអំបញ្ញមិញបងយល់សពឃើញមានស្ត្រីម្នាក់ស្លៀកពាក់ឈុតពណ៌សនិងបរិវារជាច្រើនហើយស្ត្រីនោះនិយាយថាកុំឲ្យបងសាងសង់លើដីនេះព្រោះដីនេះជាកន្លែងគេដើរបងប្រហែលជាសម្ដីអ្នកភូមិគឺជាការពិតហើយយើងគួរតែឈប់សង់ផ្ទះទៅហើយត្រឡប់ទៅស្រុកកំណើតវិញមិនអីទេអូនប្រហែលមកពីគេនិយាយអំពីរឿងនេះច្រើនទើបធ្វើឲ្យបងយល់សពដែលផ្ដាស់បែបនេះបន្ទាប់ពីជជែកគ្នាមួយស្របក់មេឃក៏ភ្លឺល្មម
ពេលនោះក៏មានបរិសម្នាក់ឈ្មោះថាសុភ័ក្រក៏បានដើរមកហើយនិយាយទៅកាន់ឆាត សួស្តីបងហើយបងមកសាងសង់លើផ្ទះនេះមេភូមិឬក៏អ្នកស្រុកនេះមិនបានប្រាប់បងអំពីដីនេះទេឬអូមានគេប្រាប់បងច្រើនដែរប៉ុន្តែបងមិនជឿទេបើឯងមានដឹងអត់នៅកន្លែងនេះពេលយប់ចាស់តែងតែឮសំឡេងចម្លែកនិងមានស្រមោលខ្មៅដើរកាត់ឆ្លងដីនេះហើយចាស់គេថាជាផ្លូវដីខ្មោចដើរហើយចុះបងឯងមានធ្លាប់ឃើញអត់ខ្ញុំមិនដើរឃើញទេបងព្រោះខ្ញុំមិនហ៊ានដើរកាត់នៅទីនេះនៅពេលយប់ផងហ្នឹង បន្ទាប់ពីការស្ដាប់រៀបរាប់របស់សុភ័ក្រហើយប៉ុន្តែឆើតនៅតែមិនស្ដាប់3ខែក្រោយមកផ្ទះបានសាងសង់រួចគ្រួសាររបស់ឆើតបានចូលរស់នៅក្នុងអារម្មណ៍សប្បាយរីករាយគ្មាននរណាម្នាក់គិតថានឹងមានរឿងអាក្រក់កើតឡើងឡើយនៅក្នុងទីនោះ បងសម្លាញ់នៅទីនេះខ្យល់បរិសុទ្ធល្អណាស់ មែនហើយបងឯងស្ដាប់តាមគេប្រហែលជាយើងមិនបាននៅទេ យប់ថ្ងៃទី1ក្រុមគ្រួសាររបស់ឆើតគេងលក់ស្រួលដោយស្កប់ស្កល់មិនមានអ្វីមករំខានពួកគាត់ឡើយលុះដល់យប់ថ្ងៃទី2ក៏មានសម្លេងមនុស្សដើរជជែកគ្នានៅ